ស្រណោះអើទីរញ៉ាំដាក់ម៉ាត់ភាពសប្បាយរីករាយបានកើតមានឡើងនៅក្នុងភូមិរំជែកឃុំរំនីស្រុករវៀងខេត្តព្រះវិហារឥឡូវនេះអ្នកភូមិដែលភាគច្រើនជាជនជាតិដើមភាគតិចគួយអាចនេសាទឡើងវិញនៅក្នុងបឹងជាំព្រៃដែលជាបឹងនៅក្នុងសហគមន៍របស់ពួកគេអ្នកភូមិបានប្រើរយៈពេលជាច្រើនឆ្នាំក្នុងការតស៊ូដណ្ដើមយកបឹងនេះមកវិញពីអ្នកស្រុកម្នាក់ទៀតដែលមានទ្រព្យសម្បត្តិធូរធារជាងពួកគាត់ដែលបានយកបឹងនេះជាកម្មសិទ្ធិរបស់ខ្លួនតាំងពីឆ្នាំ1998មកការទទួលបានបឹងជាំព្រៃត្រឡប់មកវិញនេះមានអត្ថន័យធំធេងណាស់សម្រាប់អ្នកភូមិដែលរស់នៅពឹងផ្អែកលើបឹងនេះដោយសារការនេសាទត្រីដែលជាប្រភពសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជោគជ័យរបស់ពួកគាត់អាចកើតមានទៅបានដោយសារតែសមាគមក្រុមប្រឹក្សាឃុំសង្កាត់ថ្នាក់ខេត្តដែលទើបតែបង្កើតឡើងនាពេលថ្មីៗនេះសមាគមទាំងនេះជាសមាជិកភាពនៃសម្ព័ន្ធភាពជាតិឃុំសង្កាត់ដែលបានផ្ដល់វេទិកាឲ្យថ្នាក់ដឹកនាំមូលដ្ឋានឃុំសង្កាត់ជួបគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍បង្កើតបណ្ដាញបង្ហាញនៅបញ្ហាប្រឈមក៏ដូចជាស្វែងរកនៅដំណោះស្រាយក្នុងការការពារផលប្រយោជន៍សហគមន៍ព្រមទាំងលើកឡើងនៅបញ្ហាកង្វល់និងតម្រូវការនានាសម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងដោយបានការជួយគាំទ្រពីអង្គការ UNDP និងគណៈកម្មការសហគមន៍អឺរ៉ុបហើយពួកគេអាចលើកឡើងនៅបញ្ហារបស់ពួកគេដើម្បីសុំការយកចិត្តទុកដាក់ដោះស្រាយពីសំណាក់រដ្ឋបាលកណ្ដាលនៅទីក្រុងភ្នំពេញដោយដែលឃុំរមនីបានធ្វើកន្លងមកនេះការជួបប្រជុំបែបនេះនៅខេត្តព្រះវិហារកាលពីឆ្នាំ2009បានផ្ដល់ឱកាសឲ្យលោកសេងឈៀងប្រធានឃុំរមនីរកឃើញនៅកម្លាំងក្នុងការតស៊ូស្វែងរកការគាំទ្រដើម្បីអ្នកភូមិរបស់គាត់បានលើកឡើងនៅបញ្ហាប្រឈមរបស់បឹងជាំព្រៃហើយបានទទួលនៅការលើកទឹកចិត្តពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំដទៃទៀតដើម្បីធ្វើការងារនេះបញ្ហាដែលបានលើកឡើងត្រូវបានចាប់អារម្មណ៍និងយកចិត្តទុកដាក់ដោះស្រាយពីសំណាក់ក្រសួងបរិស្ថានហើយនៅក្នុងខែមករាឆ្នាំ2010នេះបឹងជាំព្រៃត្រូវបានប្រកាសជាសម្បត្តិរបស់សហគមន៍ភូមិរំជែកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃលោកសេងឈៀងប្រធានឃុំរមនីរៀបរាប់អំពីដំណើរការទាមទារយកបឹងនេះមកវិញខ្ញុំនឹកឃើញថានេះជាជោគជ័យមួយកម្រិតរបស់យើងខ្ញុំមិនមែនតែខ្ញុំម្នាក់ឯងទេក៏ដោយសារឃុំសង្កាត់7នាក់ដែលនៅក្នុងក្រុមប្រឹក្សាឃុំនោះគាត់ក៏ស៊ូជាមួយខ្ញុំដែរយប់ថ្ងៃខ្ញុំឲ្យគាត់ទៅជាមួយទៅខេត្តទៅអីពិសេសគុំតែមានសមាគមក្រុមប្រឹក្សាឃុំសង្កាត់នេះទាន់វាអស់បឹងនេះបាត់ទៅវាអត់មានដឹងស្អីមកទុកទេព្រោះថ្នាក់ស្រុកក៏គាត់មិនដែលបានចូលមកពិនិត្យថាមានបឹងចឹងដែរព្រោះនេះយើងផ្ទាល់ខ្លួនបានយើងដឹងថាមានបឹងច្រើនទៀតនៅរបៀបយ៉ាងមិនមានតែបឹងមួយនេះទេពេលហ្នឹងខ្ញុំនឹកឃើញថានៅក្នុងមួយអាណត្តិគុំសកាត់ត្រូវតែហ៊ានបើយើងមិនហ៊ានយើងមកឡើងធ្វើការអត់កើតបាទក្នុងមួយអាណត្តិ5ឆ្នាំត្រូវតែហ៊ានមកខ្ញុំនឹកឃើញថាបើសិនជាខ្ញុំមិនបានធ្វើមេឃុំតទៅទៀតក៏ឲ្យចុះឲ្យតែតបើបឹងនេះជូនអ្នកព្រមទៅខ្ញុំអត់ចិត្តបើសិនជាអត់មានវេទិកានេះមកដល់ពេលនេះបឹងនេះចង់បាត់រូបហើយគេនឹងកាប់ព្រៃឈើជាតិនេះតិចហើយកន្លែងនេះគេកែច្នៃឃើញគេបិទគម្រោងនេះគេបិទនេះគេផងបំភ្លៃគេធ្វើជាទំនប់ធ្វើជាស្រែគេបំភ្លៃអាធាតដើមទៅបឹងលហល់ទេទាំងអស់នេះកន្លែងនេះខ្ញុំសប្តាហ៍ថ្ងៃឲ្យទៅសហគមន៍ភូមិរំជែកគេហៅសហគមន៍ការពារធម្មជាតិនៅក្នុងភូមិរំជែកឲ្យសហគមន៍មកជួយការពារសិនអញ្ចឹងចង់បានខាងកន្លែងនេះទៅជាតំបន់ទេសចរមួយសម្រាប់បងប្អូនចិត្តឆ្ងាយចង់មកឃើញសត្វនៅក្នុងព្រៃហើយចង់មកឃើញបឹងហើយរាល់ថ្ងៃសហគមន៍គេដាក់បេនេះដើរការពារព្រៃឈើមួយទឹកដើរម្ដងមួយទឹកដើរម្ដងហើយដើរម្ដងទៅ5 6នេះណណែបឿនអង្គការជួយលើកកៃដំកល់បបថរគួយឲ្យបឿនអវិល